ខ្ញុំសូមគោរពញាតិពធទាំងឡាយដោយក្តីគោរពញាតិពធទាំងឡាយច្បាស់ជាធ្លាប់ឮពាក្យថាសិលសមាធិបញ្ញាតើអ្នកទាំងឡាយយល់ពាក្យនឹងច្បាស់អត់ខ្ញុំនឹងបកស្រាយជូនសង្ឃឹមថាញាតិពធដែលយល់មិនសូវច្បាស់ឲ្យបានច្បាស់អ្នកដែលយល់ច្បាស់ហើយក៏រត់តែច្បាស់បន្ថែមចុះហ្នឹងហើយពាក្យថាសិលគឺការវិចារនៅអំពើអាក្រក់ទាំងឡាយកាលណាវិចារមិនធ្វើនៅអំពើអាក្រក់ទាំងឡាយឬក៏មិនប្រព្រឹត្តនៅអំពើដែលនាំឲ្យសពសត្វជួបទុក្ខវិចារនៅអំពើហ្នឹងឈ្មោះថាមានសិលហើយគឺសិលសម្រាប់កុហកគឺស្ថិតនៅលើចេតនាវិចារអំពើអាក្រក់ឈ្មោះថាមានសិលចុះអ្វីសមាធិគឺការធ្វើចិត្តតាំងចិត្តផ្ដោតចិត្តឲ្យចិត្តនឹងស្ថិតនៅក្នុងអារម្មណ៍តែមួយដែលខ្លួនបានកំណត់ណាដោយក្នុងបកម្មដ្ឋានមាន40យើងកំណត់យកអារម្មណ៍មួយណាឲ្យចិត្តនឹងស្ថិតនៅក្នុងអារម្មណ៍មួយនោះឧទាហរណ៍ដូចជាយើងយកពុទ្ធានុសតិយើងបរិកម្មពាក្យហ្នឹងឲ្យមូលនៅក្នុងពុទ្ធានុសតិឬក៏យកខ្យល់ដង្ហើមមកជាអារម្មណ៍យើងត្រូវពិនិត្យឬក៏មើលខ្យល់ដង្ហើមហ្នឹងឲ្យមូលឬក៏កុំឲ្យចិត្តហ្នឹងចេញពីខ្យល់ដង្ហើមឲ្យសោះកាលណាធ្វើចិត្តឲ្យបានមូលនឹងហើយឈ្មោះថានៅក្នុងអារម្មណ៍តែមួយនឹងហើយឈ្មោះថាសមាធិដែលត្រឹមត្រូវចុះអ្វីទៅដែលហៅថាបញ្ញាគឺការដឹងការស្គាល់នៅសភាវៈទាំងឡាយហ្នឹងឯងអ្វីដែលបានដឹងអ្វីដែលបានស្គាល់ខុសស្គាល់ត្រូវស្គាល់គ្រប់យ៉ាងដឹងគ្រប់យ៉ាងនឹងហើយឈ្មោះថាបញ្ញាស្គាល់ច្បាស់នៅសភាវៈធម៌ទាំងឡាយនឹងហើយបញ្ញានឹងគឺសំខាន់ណាស់បើសិនជាមានសិលមានសមាធិតែខ្វះបញ្ញាក៏មិនរួចខ្លួនដែរណាមិនរួចខ្លួនពីវត្តដាក់ទេគឺមិនរួចខ្លួនទេអញ្ចឹងបញ្ញាហ្នឹងគឺជាថ្នាក់កំពូលដែលយើងអាចត្រួសត្រាយឬក៏អាចដោះចិត្តឬក៏ធ្វើយ៉ាងម៉េចឲ្យអស់កិលេសចេញពីចិត្តបានដោយសារមានបញ្ញានឹងហើយអញ្ចឹងបញ្ញាគឺការដឹងការស្គាល់នៅសភាវៈទាំងឡាយអ្វីដែលមិនបានដឹងមិនបានស្គាល់អានឹងមិនមែនឈ្មោះថាបញ្ញាទេណាខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងបានជាប្រយោជន៍ច្រើនដល់ញាតិពធទាំងឡាយខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា